បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំចង់និយាយពីការថែទាំមាន់នៅរដូវវស្សាពុកម៉ែបងប្អូនទាំងអស់គ្នាបាទរដូវនេះគឺជារដូវធ្លាក់ភ្លៀងបាទរដូវធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃសឹងតែរាល់ថ្ងៃហើយពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងក្នុងការថែទាំមាន់នេះគឺយើងត្រូវការប្រុងប្រយ័ត្នខ្ពស់ដើម្បីឲ្យវាមានសុខភាពល្អហើយវាមិនងាប់គឺឃើញថាមាន់អ្នកក្បែរផ្ទះឬមាន់អ្នកភូមិខ្ញុំគឺថាស្លាប់ច្រើនមែនទែនបាទងាប់ច្រើនហ្នឹងហើយដោយសារតែយើងមានការធ្វើប្រហែសដោយសារមិនបានមើលថែបានដិតដល់ហ្នឹងពុកម៉ែបងប្អូនអរគ្នាហ្នឹងហើយនេះគឺជាមាន់របស់ខ្ញុំគឺសម្រាប់ខ្ញុំគឺខ្ញុំមើលថែវាដិតដល់ដាក់ចំណីដាក់អីដាក់ទឹកឲ្យវាផឹកគ្រប់គ្រាន់ហើយសម្រាប់ការលែងគឺខ្ញុំមិនសូវលែងទេគឺខ្ញុំព្យាយាមក្រុងវាមើលអាកាសធាតុរៀងល្អបានខ្ញុំលែងហើយអាកាសធាតុមិនល្អគឺខ្ញុំក្រុងវាហើយហ្នឹងពុកម៉ែបងប្អូននេះគឺមាន់ខ្ញុំគឺអត់ទាន់ងាប់ទេអត់ទាន់មានងាប់ទេគឺនៅល្អ2 3សបុកហ្នឹងគឺនៅល្អទាំងអស់អត់មានងាប់ទេអញ្ចឹងការថែទាំវាសំខាន់អញ្ចឹងមាន់គេងាប់អស់តែមាន់ខ្ញុំអត់ងាប់ទេអានេះចង់ចែករំលែកអំពីការថែទាំនឹងពុកម៉ែបងប្អូនការថែទាំយើងមើលទៅតាមអាកាសធាតុព្រោះខែនេះវាពាក់ព័ន្ធនឹងទឹកភ្លៀងគឺវាពិបាកខ្លាំងហ្នឹងហើយពុកម៉ែបងប្អូនគ្នាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាទ